ផ្លែឈើឬមួយក៏អាហារផ្លែឈើនិងអាហារ6មុខដែលស្ត្រីមិនគួរញ៉ាំក្នុងកំឡុងពេលមានផ្ទៃពោះខ្ញុំជឿថាបងប្អូនស្ត្រីទាំងអស់ប្រកាសជាចង់ឲ្យកូនមានសុខភាពល្អចង់ឲ្យកូននឹងទទួលបាននៅការលូតលាស់ល្អអញ្ចឹងក្នុងវីដេអូនេះក្នុងនាមខ្ញុំជាគ្រូពេទ្យឆ្មម្នាក់ហើយក៏ជាស្ត្រីធ្លាប់មានផ្ទៃពោះដែរខ្ញុំធ្វើការនៅលើវិស័យនេះយូរដែរហើយអញ្ចឹងខ្ញុំនឹងមកចែករំលែកនៅអាហារ6មុខដែលបងប្អូនមិនគួរញ៉ាំក្នុងកំឡុងពេលមានផ្ទៃពោះដែលបណ្ដាលឲ្យមានការរលូតឬមួយក៏សម្រាប់កូនមុនខែចា៎ឲ្យខាតពេលយូរយើងចូលវីដេអូយើងវិញចាអាហារ6មុខដែលខ្ញុំនិយាយហ្នឹងគឺសំដៅទៅលើអ្វីខ្លះអាហារអីខ្លះចាទី1តកតងនឹងល្ហុងខ្ចីខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាឮមកច្រើនមកហើយថាល្ហុងខ្ចីញ៉ាំទៅធ្វើឲ្យកូនរលូតឬមួយក៏ធ្វើឲ្យស្បឹងរកាអញ្ចឹងគួរតែប្រុងប្រយ័ត្នសម្រាប់បងប្អូនដែលគាត់នៅត្រីមាសទី1ហើយនឹងដែលគាត់ចិត្តសម្រាលវាអាចប្រឈមមុខនឹងការកន្ត្រាក់ស្បូនព្រោះក្នុងល្ហុងវាមានជាតិជ័រជាតិឡាក់តិចដែលធ្វើឲ្យស្បូនមានការកន្ត្រាក់ចាប្រុងប្រយ័ត្នបើញ៉ាំតិចតួចអត់អីល្ហុងទុំញ៉ាំបានតែក្នុងចំនួនតិចតួចចាទី2តកតងនឹងម្នាស់បងប្អូនខ្លះក៏ធ្លាប់ឮដែរចាម្នាស់គឺមិនសមស្របសម្រាប់ស្ត្រីដែលមានផ្ទៃពោះទេព្រោះវាមានសារជាតិដែលធ្វើឲ្យកូនរលូតដូចគ្នាចាអញ្ចឹងបងប្អូនអាចញ៉ាំបានប៉ុន្តែខ្ញុំគិតថាបើសិនជាក្នុងបរិមាណតិចតួចវាមិនមានបញ្ហាទេប៉ុន្តែដើម្បីជៀសវាងកុំឲ្យយើងមានមន្ទិលសង្ស័យបើយើងអាចកុំញ៉ាំល្អជាងចាទី3ទំពាំងបាយជូរចានៅក្នុងផ្លែទំពាំងបាយជូរទី1វាមានជាតិផ្អែមខ្លាំងទី2គឺសម្បករបស់វាអាចមានជាតិគីមីច្រើនដោយសារការប្រើថ្នាំបាញ់សម្រាប់សត្វល្អិតអីអញ្ចឹងទៅហើយកាលណាតែបងប្អូនញ៉ាំច្រើនក្នុងបរិមាណច្រើនវាអាចធ្វើឲ្យមានការជាតិពុលជាតិអីអញ្ចឹងទៅតាមពិតទំពាំងបាយជូរមានជាតិផ្អែមតែការដែលសម្បករបស់វានឹងការដែលយើងលាងទុកដាក់មិនស្អាតក៏វាធ្វើឲ្យវាអត់សមស្របសម្រាប់បងប្អូនមានផ្ទៃពោះដែរអញ្ចឹងមិនលើកទឹកចិត្តឲ្យបងប្អូនផ្ទៃពោះញ៉ាំទី4តកតងទៅនឹងពពួកផ្លែឈើដែលបងប្អូនកាត់ទុកស្អាតក្នុងទូទឹកកកប៉ុន្តែយើងរក្សាទុកវាយូរដោយផ្លែឈើទាំងអស់នេះវាមិនល្អសម្រាប់បងប្អូនស្ត្រីមានផ្ទៃពោះញ៉ាំទេពីព្រោះនៅពេលដែលបងប្អូនកាត់ផ្លែឈើហ្នឹងទុកក្នុងរយៈពេលទូទឹកកកក្នុងរយៈពេលយូរវាបណ្ដាលឲ្យដោះនៅពពួកប៉ារ៉ាស៊ីតមួយចំនួនដែលធ្វើឲ្យកាពះពោះវៀនរបស់បងប្អូនមានបញ្ហាអញ្ចឹងគ្រប់ផ្លែឈើទាំងអស់ហ្នឹងគួរតែព្យាយាមលាងសម្អាតជាមួយទឹកឲ្យបានស្អាតឬមួយក៏ធ្វើម៉េចអនាម័យឲ្យបានស្អាតអាហារណាដែលគួរមិនអាចបេះមកយកមកញ៉ាំភ្លាមបានទេសម្រាប់ម៉ាក់គួរតែប្រុងប្រយ័ត្នក្នុងការធ្វើអនាម័យចា៎ទី5ខ្ញុំគិតថាម៉ាក់គាត់ចូលចិត្តអានេះគឺជាអាហារផ្អាប់ឬមួយក៏អាហារដែលមានជ្រលក់ជាមួយគ្រឿងដិតដូចជាម្ជូររបស់ត្រាំសពគ្រប់ទាំងអស់ពពួកអស់នេះវាមានជាតិសូដ្យូមដែលវាមានជាតិប្រៃវាធ្វើឲ្យអាចមានបញ្ហាឡើងសម្ពាធឈាមក្នុងកំឡុងពេលមានផ្ទៃពោះឬមួយក៏បណ្ដាលឲ្យហើមតកតងទៅនឹងអាហារដែលមានជាតិខ្លាំងដូចជាមិនថាម្ជូរទេដូចពពួកជ្រក់មួយចំនួនក៏មិនសមស្របសម្រាប់បងប្អូនញ៉ាំក្នុងកំឡុងពេលមានផ្ទៃពោះដែរអញ្ចឹងដើម្បីកុំឲ្យមានបញ្ហាតកតងនឹងសុខភាពសម្រាប់បងប្អូនស្ត្រីមានផ្ទៃពោះទាំងអស់ជាបានជាចំពោះអាហារទាំងអស់នេះចាខ្ញុំសង្ឃឹមថាវីដេអូនេះនឹងក្លាយទៅជាផលប្រយោជន៍របស់បងប្អូនសម្រាប់បងប្អូនដែលគាត់ស្រឡាញ់កូនដើម្បីឲ្យការលូតលាស់របស់កូនល្អអញ្ចឹងជៀសវាងអាហារទាំងអស់នេះហើយខ្ញុំសង្ឃឹមថាបងប្អូនជួយ share វីដេអូនេះសម្រាប់បងប្អូនស្ត្រីផ្សេងទៀតដែលគាត់ដឹងដើម្បីទទួលបានព័ត៌មានថ្មីអាចជួយ Subscribe Channel YouTube នេះបានហើយអាច comment ចែករំលែកអាហារណាខ្លះដែលម៉ាក់ដឹងថាគ្រូពេទ្យអាហារមិនឲ្យញ៉ាំខ្ញុំនឹងព្យាយាមចូលមើល comment ទាំងអស់គ្នាចា៎អរគុណជួបគ្នាវីដេអូក្រោយ